Rồiនេះយើងចូលមកដល់មេរៀនឯសាមេរៀនទី2ចំណុចទី1នៅត្រង់ចំណុចទី1នេះគឺយើងវាយនៅទិន្នន័យបែបនេះរួចរាល់ហើយទៅមកយើងគណនានៅត្រង់ចំណុចទី1មេរៀនទី2នេះគឺយើងមានតារាងជាលេខរៀង customer ឈ្មោះអតិថិជនហើយ date ថ្ងៃទី product name ឈ្មោះផលិតផល quality ចំនួនសរុបហើយនឹង unit price ជាតម្លៃរាយ amount តម្លៃសរុបតម្លៃសរុបនេះគឺជាតម្លៃដែលយើងត្រូវគណនាសរុបមកបញ្ជីតារាងនេះគឺជាបញ្ជីតារាង customer ន័យថាបញ្ជីតារាងអតិថិជននៅក្នុងតារាងនេះគឺមានអតិថិជនចំនួន12នាក់ដែលមានឈ្មោះជាបញ្ជីឈ្មោះរបស់អតិថិជនហើយនេះជាថ្ងៃទីដែលអតិថិជនបានទៅទិញហើយនេះគឺជាផលិតផលដែលអតិថិជនទៅទិញនៅក្នុងលេខរៀងទី1 customer អតិថិជនឈ្មោះសំធារានៅថ្ងៃពុធហើយខែ11ថ្ងៃទី15ឆ្នាំ2011បានទិញផលិតផលឈ្មោះមានន័យថា ABC ចំនួន15កែសហើយក្នុងមួយកែសតម្លៃ$15បើយើងគិតមើលនៅក្នុងsystem របស់យើងនៅក្នុង Google របស់យើងគិតមើលថាក្នុងមួយកែសវា$15ដូចនេះ15កែសទៅប្រមាណ10វាស្មើនឹង$150ដូចនេះ5គុណ5ទៀត5ដង25ស្មើនឹងប៉ុន្មានដឹងទេយើងដូចជាកាសជាវឧបករណ៍ច្បាស់យើងគឺបានដូច្នេះយើងចាប់ដើមគណនាដូចទៅនៅត្រង់កន្លែងនេះគឺកន្លែងនេះគឺជាចំនួនសរុបហើយកន្លែងនេះគឺជាតម្លៃរាយដូច្នេះដើម្បីរកតម្លៃសរុបគឺស្មើនឹងតម្លៃរាយគុណចំនួនសរុបនោះយើងនឹងឃើញហើយចំនួននៅក្នុងមួយកែសវាថ្លៃ$15ចុះបើសិនជា5កែសតើថ្លៃប៉ុន្មានយើងគណនាទៅដំបូងគឺយើងត្រូវចាំថាក្នុងការគណនាទៅវិញ្ញាស្មើទៅមកយើងចុចកន្លែងនេះក៏បានកន្លែងនេះក៏បានហើយយើងចុចសញ្ញាគុណshiftលេខ8មកចុចនេះវាឲ្យ enter គឺវាស្មើនឹង225ទៅមកយើងដាក់សញ្ញាមកចេញបូកសញ្ញា3សញ្ញានេះហើយដាក់ចេញដាក់នៅត្រង់នេះចេញសញ្ញាទៅនេះយើងប្រូសដល់ត្រឹមកន្លែងនេះទេដល់មកក្រោមទេហើយត្រង់កន្លែងនេះគឺ total នេះគឺមានន័យថាបូកសរុបទាំងអស់នេះទាំងចំនួនពីលើរហូតដល់ក្រោមស្មើប្រមាណកន្លែងនេះគឺមិនមែនប្រើរូបមន្តគុណទេគឺយើងប្រើបូកចំពោះរូបមន្តបូកយើងប្រើទៅលើអក្សរកាត់មួយថាសាំដូច្នេះយើងគណនាទៅមុនយើងគណនាទៅរូបមន្តយើងត្រូវឲ្យសញ្ញាស្មើហើយមួយពាក្យថាសាំចូល4កញ្ចក់ឬហើយនេះកន្លែងណាបើយើងត្រូវចុចកន្លែងដែលយើងចង់បូកយើងចុចលើបានចុចពោះពីក្រោមបានដែរតែហាមពោះចុចតែចំនួនដែលកន្លែងលេខយើងត្រូវហើយយើងចុច enter យើងមិនបាច់បិទកញ្ចក់បានយើង enter ក៏ជានេះដូចនេះតម្លៃសរុបក្នុងអតិថិជនទាំង12នាក់នេះ
គឺបានទិញអស់លុយចំណូលសរុបគឺស្មើនឹង$11.382 ហើយចំណែកខាងក្រោយ00នេះគឺជាខ្ទង់ខាងប៊ីសូនមួយចំនួនលេខខលធីងវាគេត្រូវថែម0แบบนั้นតែគេមិនគិតទេគិតតែចំនួនក្បាលខាងមុខដូចនេះនេះគឺចប់មេរៀនទី2ចំណុចទី